បងប្អូនអាចឆ្ងល់ថារដ្ឋាភិបាលស្ងាត់ស្ងៀមអត់ធ្មត់ឥឡូវទៅជាឌឺដងរឿងស្ងាត់ស្ងៀមអត់ធ្មត់ដោយសារកន្លែងនេះមើលឃើញដោះមិនចេញកន្លែងនោះមិនចេញខ្ញុំសូមឲ្យបងប្អូនយល់អំពីអត្ថប្រយោជន៍របស់វាទី1រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមទេយើងធ្វើសកម្មភាពទាំងអស់ដោយខ្ញុំរើសមិញហ្នឹងអភិក្រម2នេះសម្រេចបានមិនមែនដោយចៃដន្យទេគឺយើងធ្វើការងារសកម្មតម្រាំតបានបត់ឈប់បាញ់តម្រាំតបានជួប JBC RBC និយាយគ្នាតម្រាំតបានយើងមានក្រុងកិច្ចចរចាសន្តិភាពក្រោមធិបតីភាពរបស់អាដាម Donald Trump មិនមែនជាការងារដែលយើងស្ងៀមហើយកើតមានទេគឺការខិតខំប្រឹកប្រែងទី2រដ្ឋាភិបាលស្ងាត់ស្ងៀមអញ្ចឹងប្រហែលជាបោះបង់លែងយកចិត្តទុកដាក់ប្រជាពលរដ្ឋឃើញតែគេជួយកងទ័ពឃើញអីរដ្ឋស្ងាត់ស្ងៀមទុកប្រជាជនទុកទ័ពចោលអត់ទេការទទួលខុសត្រូវរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់និយាយពីរដ្ឋាភិបាលគឺពីនាយករដ្ឋមន្ត្រីរហូតទៅដល់អភិបាលស្រុកមេឃុំរហូតទៅដល់កងកម្លាំងនៅកម្ពុជាយើងនៅជាមួយកងទ័ពជាមួយគ្រួសារទ័ពជាមួយប្រជាជនគ្រប់ទាំងអស់មិនថាអ្នកត្រឡប់មកពីថៃយើងខំប្រឹងរកការងារមិនទាន់បានទាំងអស់យើងខំប្រឹងភ្ជាប់ថែមទៀតឲ្យប្រជាពលរដ្ឋជនភៀសខ្លួនរាប់ម៉ឺននាក់កាលមុនរាប់សែននាក់យើងខំរករៀបចំកន្លែងឲ្យព្យាបាលជំងឺអីផ្សេងនៅជាប់ជាប្រចាំគ្រួសារទ័ពដែលត្រូវជលៀសខ្លួនពីជាមុខមកយើងខិតខំរកកងទ័ពនៅជួរមុខដែលវិរៈកងទ័ពរបស់យើងដែរយើងធ្វើការងារជាប់ជាប្រចាំជួនប្រជាពលរដ្ឋរឿងដែលរងគ្រោះនៅព្រៃចាននិងជោគជ័យយើងបន្តជួយបែបបោះបង់គាត់ចោលទេជាអកុសលវាមានកើតហេតុប៉ះពាល់ប្រមាណគ្រួសារយើងមិនបោះបង់ការជួយនិងការខិតខំស្ដារឡើងវិញនោះទេប៉ុន្តែយើងទប់សភាពការដែលបើសិនជាយើងមិនស្រួលមិនមែនមានតែប្រមាណផ្ទះហ្នឹងទេពេញភូមិបាទប្រមាណភូមិហ្នឹងអាចនៅក្នុងអត់ផ្ទះរាប់ពាន់ខ្នងទៅអាចរៀលអ្នកប៉ោយប៉ែតនៅនឹងទៅរាល់ថ្ងៃអត់បើយើងធ្វើមិនទប់សភាពការបានខុសគ្នាតែប្រមាណគីឡូទេបើគ្រាប់ចាប់ផ្ដើមផ្លោងគ្មានអ្នកប៉ោយប៉ែតនៅនោះទេបាទនេះគឺជាការខិតខំគិតគូរទប់សភាពការកុំឲ្យវារីកសូមបងប្អូនយោគយល់យើងមិនបោះបងប្អូនប្រជាពលរដ្ឋចោលទេអភិបាលខេត្តកងកម្លាំងប្រដាប់អាវុធយើងព្យាយាមការពារប្រជាពលរដ្ឋយើងអត់ចង់ប្រើអំពើហិង្សាពង្រីកពុះភាសានៃចំនួនប៉ុន្តែយើងក៏ត្រូវការពារប្រជាពលរដ្ឋយកចិត្តទុកដាក់ដែរខ្ញុំសូមឲ្យបងប្អូនជឿចាំបាទការធានាសុខុមាលភាពការហូបចុករបស់គាត់ប៉ះពាល់កន្លែងបង្កបង្កើនផលរបស់គាត់ដោយសាររឿងចំនួនតែយើងជួយគាត់បំពេញនៅការរបស់គាត់ហើយពេលជាមួយគ្នាខិតខំរកដំណោះស្រាយមួយมันអាចឲ្យគាត់នៅរ៉ាំរ៉ៃបែបនេះភ្នែកកញ្ចឹងកមួយថ្ងៃមិនដឹងអីរាប់សិបឆ្នាំតទៅទៀតវាអត់ទៅរួចទាំងខាងថៃទាំងខាងយើងធ្លាប់តែអ្នកភូមិផងលបងជាមួយគ្នាអ្នកប្រៃច័ន្ទជាមួយនងច័ន្ទទូរស័ព្ទហៅគ្នាបនទៀនជាមួយគ្នាឥឡូវមើលមុខចង់ជួបគ្នាដែរប៉ុន្តែមិនសូវបានអ្នកដែលតឹងតសៃកដាក់គ្នាភាគច្រើនគឺអ្នកទៅពីឆ្ងាយបាទខាងយើងមានអ្នកនៅពីភ្នំពេញខាងគេមានអ្នកទៅពីបឹងកកស្រែកដាក់បាសអីទៅចប់ទៅវិញអ្នកនៅភូមិផងលបងជាមួយគ្នាដែលនៅ30-40ឆ្នាំជាមួយគ្នាមិនជាបញ្ហាទេហើយគេបន់ឲ្យតែមានតំណស្រីរកវិធីបើកជួបគ្នាទៅអ្នកនៅនោះមានបនទៀនគេហៅបនគ្នាទៅវិញទៅមកទូរស័ព្ទហៅបងហៅប្អូននិយាយភាសាខ្មែរនិយាយភាសាអីដូចគ្នាសម្រាប់រដ្ឋាភិបាលយើងចង់បញ្ចប់ចលួសដើម្បីឲ្យស្ថានភាពទាំងអស់វិវត្តទៅដើមមានការងាររឿងអីដោះស្រាយបញ្ហាព្រំដែនទុកឲ្យស្ថាប័នរដ្ឋធ្វើការជាមួយគ្នាទៅកុំទម្លាក់បន្ទុកទៅឲ្យប្រជាពលរដ្ឋនេះគឺជាអភិក្រមនៃការធ្វើការ